Sôm chun rướng, đám rồ lúa mì. Rồ lúa mía, chứ sẵn đàn đàm pka mùiប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះគ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ស្លឹករលួសមាសផ្លាស់ប្ដូរបានជា3ពណ៌ក្នុងមួយឆ្នាំ គឺដំបងពណ៌ស មានសន្តានដូចស្លឹកចម្ប៉ា អស់រយៈ2 3ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាកង្អោប លុះបាន3 4ខែតមកទៀត ស្លឹកដដែលនេះក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មតាវិញ ដោយសារតែចេះផ្លាស់ប្ដូរពណ៌ល្អមើលប្លែកពីដើមឈើដតីទៀតដូចនេះហើយ បានជាគេដាំរលូមាសនេះនៅពីមុខផ្ទះ ឬក្នុងសួនសាធារណៈផ្សេងៗ មិនតែប៉ុណ្ណោះ ចាស់ទុំតែនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះយ៉ាងកំសត់ នាំឲ្យអ្នកផងតាក់ចិត្តនឹងដើមនេះកាន់តែខ្លាំងឡើង រឿងនោះមានសេចក្តីដំណើរថា មានបុរសម្នាក់ឈ្មោះកុលយៈ មានប្រពន្ធឈ្មោះនាងកែវកិសី មានកូនស្រីម្នាក់ឈ្មោះនាងគុលកិសី ស្ដេចទ្រង់ប្រទានងារជាមេស្រុក សម្រាប់ត្រួតត្រាលើប្រជារាស្ត្រទូទៅ មានបុរសកំសត់ម្នាក់ទៀត នៅក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែ ក្នុងពេលដែលប្រពន្ធមានផ្ទៃផ្គប់ដាប់សមាស ក៏ប្រសូតបុត្រប្រុសមួយនៅក្នុងស្រែ ដែលនាងកំពុងជ្រួតស្រូវ អ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នា ក៏ឲ្យឈ្មោះកូលុថា ចៅកុដុម្ពិកៈកុមារ កុដុម្ពិកៈកុមារ ការចម្រើនវ័យវឌ្ឍនាការ បានអាយុ16ឆ្នាំ ក៏ប្រកបដោយរូបឆោមយ៉ាងឆាត គួរជាទីចាប់អារម្មណ៍នៃស្រីផងទាំងពួង ឯនាងគុលកិសី ជាបុត្រីកុលយៈបុរស ក៏មានសម្រស់គួរចេតនាដែរ ទាំងពីរនាក់បានលុបលួចស្នេហារវាងគ្នានឹងគ្នា រហូតទាល់តែដាច់ចិត្តនាំគ្នារត់ចេញពីស្រុកកំណើត ដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោស ទាំងពីរនាក់ប្តីប្រពន្ធខំដើរផងរត់ផងកាត់ព្រៃព្រឹក្សា ប្រទះហ្វូងមរគាគួរឲ្យភ័យខ្លាចទាំងយប់ទាំងថ្ងៃឥតឈប់ឈរ បានតែដល់ខេត្តក្រៅមួយ ជាជនបទដាច់ស្រយាលឈ្មោះកាសី អ្នកស្រុកកាសីនេះគ្មានអ្នកណាម្នាក់រកស៊ីដោយសមាអាជីវោទេ ម្នាក់គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ៗ បើគេមើលទៅក្នុងផ្ទះជនទាំងនោះ គេឃើញតែកន្សែងយន្តមុនអាគម បាយសី ពេញល្វែងផ្ទះ ទាំងមេស្រុកនៅស្រុកនោះក៏ចូលដៃជើងជាមួយពួកចៅនោះដែរ ឯកុដុម្ពិកៈនិងនាងគុលកិសី បានទៅដល់ស្រុកនោះភ្លាម ក៏ត្រូវពួកចៅហនយម ចាប់កុដុម្ពិកៈបាន ប៉ុន្តែនាងគុលកិសីជាប្រពន្ធ យកចិញ្ចៀនទៅឲ្យមេស្រុក ដើម្បីសុំអង្វរឲ្យពួកចៅដោះលែងប្តីនាងមកវិញ មេស្រុកបានទៅនិយាយនឹងក្រុមចៅ ដោយសំអាងថាជាញាតិសាឡូហិតរបស់ខ្លួន ចៅក៏ដោះលែងឲ្យកុដុម្ពិកៈរួចខ្លួន ហើយទាំងពីរនាក់ប្តីប្រពន្ធក៏បានសុំលោកមេស្រុកនិងប្រពន្ធគាត់ ធ្វើជាឪពុកម្ដាយធម៌ មេស្រុកនិងប្រពន្ធគាត់ត្រេកអរណាស់ ព្រោះគាត់គ្មានកូន បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជតួ និងជាអ្នកទទួលមរតកផង គាត់ស្រឡាញ់កុដុម្ពិកៈនិងនាងកុលកិសី ទុកដូចជាកូនបង្កើត មិនយូរប៉ុន្មាន មេស្រុកនិងភរិយាក៏ស្លាប់ទៅ កុដុម្ពិកៈនិងនាងកុលកិសី ក៏ទទួលមរតកអំពីឪពុកម្ដាយធម៌ បានឡើងជាមេស្រុកជំនួសឪពុកម្ដាយធម៌ ចាប់ពីថ្ងៃនោះ កុដុម្ពិកៈនិងនាងកុលកិសី បានឡើងជាញាក់មានស្ដក់ស្ដាំ ចេញមុខចេញមាត់ មានខ្ងំកំដរស្រីប្រក់បំរើឆ្វេងស្ដាំឥតខ្វះខ្ខល់ ទាំងក្រុមចៅដែលធ្លាប់តែរកស៊ីលួចប្លន់ ក៏បាក់បបខ្លាប់ខ្លាច លែងរកស៊ីលួចប្លន់ដូចមុនទៀត ត្រឡប់មកស៊ីតាមធម្មតាវិញ ។
ต่อหมอก็ดมปิกะเมือนเนียมท้ากลกาวได้กดมปิกะเศรษฐีเมียนเนียมหรือใบหรือบายแข่งเมียนสมบัติเจริญกลกาวได้กดมปิกะเศรษฐีบ้านรวมสมภพเจียมวยเนียงกลเกไซบ้านบตรีมวยชมูเนียงกมาริกาโดยเนียงบ้านสร้างบารมีเจียเปรจุนนีโปดิสัตกาปิเจียดมุนเนียงก็ประกอบโดยรูปชาวอย่างสระเชิดเลิกกมาริกาไอเตเตกนุงสรึกให้เนียงเมียนจิตจิตตับเตียดพองเนียงเกิดอย่างน้านึ่งสำหรับอย่างนู้ด้วยปรารถนาลู่เนียงกบาไรเมียนเปรจุนปรำปีวาษาเมียนสไรเมวายจัดรัสยามนะชโมเนียงกาไหลเมียนโกนสไรปีนะคือเนียงจันตีหนึ่งเนียงจันตนีสุดแต่จิสไรกาละกันใดด้วยขณีเนียงเมวายกาไหลจิสไรเมวายเมียนจัดสาวานึกจองบานประไดโดยบ้านลือละใบแทกลกาวดิโกดมปิกะเศรษฐีเมียนตรบเจริญก็เตอประโลมลวงโลมตัวแต่กลกาวดิโกดมปิกะเศรษฐีพร้อมสนาหาจีมุยโดยเพลิกนึกดาวเนียงกลเกไซจิสไรประกอบได้แหลกนาตรมเตรนุตือเมกาไลกาได้บานกลกาวดิโกดมปิกะจีสวาไม่เฮยก็จรนานเนียนิสจะรุกเริกเลียงเลือกกำหูดะตุยเลเนียงกลเกไซประปุนเดิมถ้าจิสไรเมียนสหายสมันอันทะกาบเซงเรียงรอลทั้งไงมันแจ้ฉุบโชซะตอลไตกลกาวดิโกดมปิกะเสไทยเชื่อตามสำใดระบอกคล้วนថ្ងៃមួយគល់កៅដេកគុដុំបដីនាំនាងគុលកេសីទៅបងសំណាញ់ក្នុងទន្លេកំពុងតែបងសំណាញ់ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយទោះបីនាងគុលកេសីនិយាយតាមត្រង់យ៉ាងណាក៏គុដុំបដីមិនជឿក៏កែជាចំនួនក្នុងកណ្ដាលជលសាពេលនោះគុដុំបដីក៏វាយនាងគុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅក៏ទៅកើតជាត្រីដំរីដោយអំណាចផល្លានិសង្ឃរបស់នាងកុមារិកាជាកូនដែលនាងមានចិត្តជាទឹកលុះកុលកោដែលគុដុំបដីត្រឡប់មកវិញនាងកុមារិកាក៏សួររកមេដាឪពុកឆ្លើយថាឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះតែនាងកុមារិកាក៏នៅសួរជជីករកឬគល់ថាខ្ញុំឃើញច្បាស់ជាម៉ាទៅជាអ្វីហើយម្ដេចក៏ឪពុកឆ្លើយថាមិនដឹងយ៉ាងនេះនាងកុមារិកាសង្ស័យក៏ដើរទៅកំពង់ដើម្បីតាមរកមើលមេដាទៅដល់ក៏ទូនយំរៀបរាប់ពីដំណើរបាត់មេដាត្រីដំរីជាមេដាឮក៏ងើបក្បាលពីក្នុងទឹកមកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ហើយនិយាយថាម្ដាយគ្មានអីស៊ីទេម្ដាយឃ្លានណាស់ចូលកូនរកចំណីឲ្យម្ដាយស៊ីផងនាងកុមារិកាក៏សន្យាថានឹងយកកន្តកនិងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃតាំងពីថ្ងៃនោះមកនាងកុមារិកាបាននាមថ្មីថាមរណមាតាមេកាលីក្រោយដែលបានដឹងថាត្រីដំរីនោះជាមេតានាងមរណមាតាក៏ឲ្យចន្ទីចន្ទនីជាកូនទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀតតែដោយហេតុនាងមរណមាតាមានផល្លានិសង្ឃច្រើនក៏បណ្ដាលឲ្យកណ្ដោសពំបានស្រកាត្រីដំរី2ទុកឲ្យនាងមរណមាតាដឹងនាងមរណមាតាយកស្រកាត្រី2នោះទៅកប់ទុកក្នុងដីក៏ស្រាប់តែដុះឡើងជាដើមត្រប់ហើយនាងទំនុកបំរុងដើមត្រប់ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃមេកាលីដឹងថាដើមត្រប់ជាមេតានាងមរណមាតាក៏ឲ្យគេយកដើមត្រប់ទាំងរឹសទាំងគល់ទៅបុកកំទេចចោលតែពេលនោះមានឆ្មាមួយបានពំរឹសពីស្រស័យទុកឲ្យនាងមរណមាតានាងយករឹសត្រប់ពីទៅដាំក៏កោតជាដើមរលួសពីដើមរលួសនេះប្លែកពីរលួសធម្មតាគឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៃហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ
នៅថ្ងៃមួយព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្របាទព្រៃពេលថ្ងៃក្តៅព្រះអង្គក៏យាងចូលទៅសម្រាកព្រះកាយក្រៅម្លប់ដើមរលួសមួយគូមុននឹងទ្រង់ចាញ់ចាក់ទីនោះទៅព្រះអង្គទ្រង់ត្រាស់សួររកម្ចាស់ដើមចម្លែកនេះដើម្បីសុំគាស់យកទៅដាំឯក្នុងព្រះរាជវាំងស្ដេចទ្រង់យល់រូបឆោមនាងមរណមេត្តាដ៏ស្រស់ស្បោះហើយជាទីគាប់ប្រថីព្រះអង្គក៏ត្រាស់សុំដើមឈើនោះទៅនាងក៏ព្រមថ្វាយតែពួកអាមាត្យខំជីកកយ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះលុះព្រះអង្គត្រាស់សួរនាងមរណមេត្តានាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមេត្តាណែថែដើមនោះស្រាប់តែដើមរលួសផុសពីដីអណ្ដែតឡើងទៅដកនៅក្នុងភើងមាសរបស់ព្រះមហាក្សត្រនៅមុខព្រះមហាប្រាសាទព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមេត្តាឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើងឯផ្កានោះឲ្យនាមហៅថាផ្ការលក់មាសព្រោះបានអណ្ដែតមកស្ថិតនៅក្នុងភើងមាសហើយមានពណ៌ស្លឹកនោះត្រចះត្រចង់ណាស់ថងសាច់រឿងដែលបាននិទានខាងដើមក៏ដល់ទីបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណចំពោះការចំណាយពេលវេលាតាមដានស្ដាប់កុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមអរគុណ